យើងមើលឃើញប្រអប់មាន3នៅចាប់ផ្ដើមចេញអំពីប្រអប់មួយឈ្មោះថា Power Grid ប្រអប់ទី2គឺ Digital Grid ប្រអប់ទី3គឺ Data Driven ចឹងសំណួរសួរថាទៅធ្វើតាមរបៀបម៉េចទើបអាច transform នឹងបានចឹង VB Start យើងបានរកឃើញនៅបច្ចេកវិទ្យា modernize មិនផ្លាស់ប្ដូរហ្នឹងគឺធ្វើឲ្យប្រព័ន្ធហ្នឹងទៅជា digital បានចឹងហើយដែល VB Start ចំណាយពេលជាង10ឆ្នាំក្នុងការងារអភិវឌ្ឍនៅប្រព័ន្ធ Digital Smart Grid ដើម្បីធ្វើម៉េចឲ្យរក្សា investment ឲ្យទៀតតាមរយៈការមិនផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធហ្នឹងឲ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហ្នឹងនៅរក្សាដដែលដោយភ្ជាប់ជាមួយតែ device IoT របស់ VB Start មួយចំនួនអាចធ្វើឲ្យសម្រេចបាននៅគោលដៅ power utility digital smart grid ហ្នឹងនិយាយពី power grid គឺជាអ្វីដែលបងពងមានបច្ចុប្បន្នគឺជាប្រព័ន្ធនៃការចែកចាយធម្មពលភាគច្រើនបំផុតគឺតង់ចុងមធ្យមមកកាន់តង់ចុងទាបការចែកចាយដឹកជញ្ជូនធម្មពលពីគោលដៅប្រភពទៅកាន់គោលដៅអ្នកប្រើប្រាស់ជាអតិថិជនតង់ចុងមធ្យមក្តីអតិថិជនតង់ចុងទាបក្តីបាទអញ្ចឹងគោលដៅនៃអាជីវកម្មគោលដៅនៃការគ្រប់គ្រងធម្មពលនេះគឺធ្វើយ៉ាងណាដឹកជញ្ជូនធម្មពលពីទីតាំងប្រភពភ្លើងទៅកាន់គោលដៅនៃការចែកចាយភ្លើងនៃការធ្វើអាជីវកម្មគ្រប់គ្រងភ្លើងនឹងជាគោលដៅយើងអញ្ចឹងអ្វីជាកង្វល់ខ្ញុំគិតថាអ្នកដែលច្បាស់ជាងគេគឺបងទៅវិញទេស្អីខ្លះជាកង្វល់ស្អីខ្លះគឺជាបញ្ហានៅក្នុងអាជីវកម្មគ្រប់គ្រងភ្លើងជាងនេះអត្ថភាពទី1ខ្ញុំសូមឆ្លើយជំនួសថាបញ្ហាដាច់ភ្លើងទទួលខុសត្រូវលើ3រឿងទី1ទួលខុសត្រូវទៅជាមួយអតិថិជនដាច់ភ្លើងក៏មានបញ្ហារោងចក្រអាក់ខានសម្រាប់ផលិតកម្មសាលារៀនដាច់ភ្លើងខានរៀនមន្ទីរពេទ្យអត់មានភ្លើងមើលអ្នកជំងឺដាច់ភ្លើងទួលខុសត្រូវមួយគាត់ដាច់ភ្លើងមួយទៀតទទួលខុសត្រូវជាមួយនឹង government មានអាជ្ញាធរគិសនីឬក៏គិសនីឬក៏រាជរដ្ឋាភិបាលតម្រូវឲ្យការដាច់ភ្លើងនឹងតូចបំផុតដាច់ភ្លើងរយៈពេលខ្លីបំផុតទើបធ្វើឲ្យសេដ្ឋកិច្ចយើងរឹងមាំទើបធ្វើឲ្យសេវាកម្មគ្រប់គ្រងភ្លើងយើងល្អហ្នឹងចំណុចទី2ចំណុចទី3ប៉ះពាល់មកកាន់ម្ចាស់អាជីវកម្មខ្លួនឯងយើងគ្រប់គ្រងភ្លើង24ម៉ោងយើងទុកឲ្យភ្លើងដាច់2ម៉ោង3ម៉ោងគឺជាការខាតបង់របស់អាជីវកម្មអញ្ចឹងចំណុចទី1នៃសាច់រឿងនៅក្នុងការគ្រប់គ្រងភ្លើងគឺនិយាយឲ្យថៃអញ្ចឹងបានពីដើមទីមកយើង express ខ្លាំងពីហេតុអីបានភ្លើងដាច់ធ្វើម៉េចបានភ្លើងដាច់តិចធ្វើម៉េច optimize ការប៉ះពាល់នៃការដាច់ភ្លើងនៅឲ្យតូចអានេះគឺជាការ transform ពី conventional grid ទៅកាន់ digital grid តែហេតុអីចាំបាច់ត្រូវធ្វើទំនើបកម្មហេតុអីបានយើងចង់បាន digital grid កុំឲ្យគេថានៅក្នុង2025សតវត្សទី21គ្រប់យ៉ាងត្រូវតែ digital យើង digital នឹងគេដែរអត់អីកុំឲ្យត្រឹមតែជាបំណងអញ្ចឹងសូមឲ្យវាថ្លៃជា macro idea macro planning តែហេតុអីបានយើងត្រូវមាន digital grid ប្រសិនជាយើងអត់មាន digital ប្រព័ន្ធ digital តាមដានប្រហែលជាប្រព័ន្ធនៃការដាច់ភ្លើងយើងនឹងរយៈពេលយូរសូម្បីតែបញ្ហាដាច់ភ្លើងក៏អាចដឹងដោយគេទេប្រាប់ក៏អាចដឹងដោយសារឃើញពូដាច់អានឹងទៅលក្ខខណ្ឌ conventional ប្រភេទចឹងអញ្ចឹងយើងត្រូវការដោះស្រាយថាធ្វើម៉េចឲ្យវាទៅជាប្រព័ន្ធដាច់ភ្លើងដែលមានប្រព័ន្ធជូនដំណឹងត្រឹមត្រូវទី2គឺការតាមដានទៅលើទិន្នន័យអញ្ចឹងទិន្នន័យ monitor ហ្នឹងមានរឿងច្រើនណាស់នៅក្នុងបច្ចេកទេសយើងមានទិន្នន័យបច្ចេកទេសនៅក្នុងអាជីវកម្មយើងមានទិន្នន័យអាជីវកម្មតែឥឡូវនៅក្នុងបច្ចេកទេសអ្វីដែលយើងនិយាយពីភ្លើងយើងនិយាយពីតង់ចុងយើងនិយាយពីចរន្តយើងនិយាយអំពី power មានច្រើនទៀតយើងនិយាយអំពី energy មានច្រើនទៀត import export បន្តមកយើងនិយាយអំពីទិន្នន័យមួយចំនួនពាក់ព័ន្ធជាមួយនឹង bill ឬក៏ទិន្នន័យផ្សេងទៀតមានទិន្នន័យច្រើនដែលយើងត្រូវការតែគាត់ណា professional អាចផ្សេងគ្នាអ្នកមើលតង់ចុងគាត់មើលដើម្បីអីហេតុអីបានគាត់ត្រូវមើលអ្នកមើលចរន្តគាត់មើលដើម្បីអីហេតុអីបានគាត់ត្រូវមើលអញ្ចឹងរឿងនីមួយមាននិយមន័យរបស់វា data មួយមាន definition data មួយមាន property data មួយមាន value របស់វាបន្តមកទៀតបងចង់បានពី digital grid នេះគឺប្រព័ន្ធ alert ពេលដែលដាច់ភ្លើងសូមឲ្យជូនដំណឹងបានភ្លាមពេលដែល switch gear យើង trip relay យើង trip ឬក៏ load break switch យើង open យើងដឹងបានព័ត៌មានភ្លាមនៅពេលដែលផ្នែកមួយណាមានបញ្ហាសូមឲ្យដឹងថាផ្នែកមួយណាមានបញ្ហាសរុបក្នុងការងារ optimize ឲ្យ teaching section ហ្នឹងឲ្យតូចតាមលទ្ធភាពដែលធ្វើទៅបានអញ្ចឹងប្រព័ន្ធនៃការ alert រហូតដល់យើងនិយាយថាសូមឲ្យតែគេទៅបើកប្រអប់កុងទ័រក៏ឲ្យ alert ដែរអានេះគឺជាប្រព័ន្ធ alert សម្បូរបែបមែនទែនអញ្ចឹងយើងចង់ convert វាឲ្យទៅជា digital alert ប្រសើរជាងយើង alert ដោយក្រុមការងារចុះល្បាត
ภาษาchỉ dương ក្រុមការងារប្រចាំការអាហ្នឹង conventional តែដល់ពេលឥឡូវយើង move វាទៅ digital grid យើងទទួលបាននៅ digital alert បន្តមកទៀតលទ្ធភាពនៃការ control load break switch control ទៅលើ switch gear ឬក៏ recloser យើងចង់ឲ្យវាមានលទ្ធភាពនៃការ control បែប digital ទៅតាមរយៈ mobile application ឬក៏ទៅតាម PC application control room application whatever យើងទៅបានយើងអាចទាញបាននៅលទ្ធភាពមួយគឺ digital control យើងទាញបាននៅ data និង history សម្រាប់ការងារផ្សេងដែលយើងនឹងក្រុងធ្វើនៅថ្ងៃបន្តទៀតព្រោះ data យើងនិយាយពីដើមទីថាគ្រប់គ្នានិយាយពី data អញ្ចឹងនៅក្នុងប្រព័ន្ធ digital grid ក៏ត្រូវមាន data driven ដែរក៏ត្រូវមាន data សម្រាប់ store ទុកដែរដើម្បីយកទៅធ្វើជាប្រយោជន៍បាទអញ្ចឹងគាត់ថានេះអាចថាជាចំណែកមួយនៃ why ហេតុអីបានយើងត្រូវ move ប្រព័ន្ធយើងឲ្យទៅ digital grid នេះគឺជាហេតុផលដែលយើងត្រូវmove ទៅកាន់ digital grid នឹងមានហេតុផលច្រើនទៀតហើយដើម្បីឲ្យរឿងនឹងកើតឡើងតែយើងត្រូវធ្វើអីអាហ្នឹងយើង evaluation ទៅលើប្រព័ន្ធ grid យើងវិញតើប្រមាណភាគរយហើយជា digital relay យើង digital នៅ load break switch យើង digital នៅខ្សែបណ្ដាញយើង digital នៅប្រព័ន្ធ metering system យើង digital នៅមាន sensor បំពាក់ពេញលេញហើយនៅតលតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងអស់ហ្នឹងទើបអាច transform របស់យើងឲ្យទៅ digital បានអញ្ចឹងយើងធ្វើការ evaluate តើប្រព័ន្ធ digital grid យើងប្រព័ន្ធចែកចាយតង់ចុងយើងតង់ចុងប្រជុំតង់ចុងទៀតយើងនឹងតើខ្លាចជា digital បានកម្រិតណាហើយអាហ្នឹងនៅក្នុង utility យើងត្រូវមានផែនការយើងត្រូវមាន vision យើងត្រូវមាន process tracking តើថាប្រព័ន្ធយើង digital ប៉ុណ្ណាហើយដើម្បីទាញបាននៅ objective ក្នុងការដោះស្រាយនេះអញ្ចឹងដែលខ្ញុំហៅថាប្រព័ន្ធមួយចំនួននេះគឺជំនួយទៅលើ operation យើង move ពី conventional operation មកកាន់ digital operation ជួយឲ្យការងារគ្រប់គ្រងបណ្ដាញរបស់យើងនឹងឲ្យវាមានភាពងាយស្រួលតាមបែប digital optimize ដាច់ភ្លើងធ្លាប់ដាច់កន្លះម៉ោងឬក៏1ម៉ោងនៅត្រឹម2នាទី3នាទីធ្លាប់ដាច់រោគកំហុសអត់ឃើញបែរជារោគឆាប់ឃើញងាយ optimize ឲ្យតិចទៅអញ្ចឹងជំនួយបានទៅលើ operation អញ្ចឹងសំណួរសួរថាទៅធ្វើតាមរបៀបម៉េចទើបអាច transform នឹងបានអញ្ចឹង VB start យើងបានរកឃើញនៅបច្ចេកវិទ្យា modernize មិនផ្លាស់ប្ដូរហ្នឹងគឺធ្វើឲ្យប្រព័ន្ធហ្នឹងទៅជា digital បានអញ្ចឹងហើយដែល VB start ចំណាយពេលជាង10ឆ្នាំក្នុងការងារអភិវឌ្ឍនៅប្រព័ន្ធ digital smart grid ដើម្បីជំនួសហៅហ្នឹងធ្វើម៉េចឲ្យរក្សា investment ឲ្យទៀតតាមរយៈការមិនផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធហ្នឹងឲ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហ្នឹងនៅរក្សាដដែលដោយភ្ជាប់ជាមួយតែ device IoT របស់ VB start មួយចំនួនអាចធ្វើឲ្យសម្រេចបាននៅគោលដៅ power utility digital smart grid ហ្នឹងបាទបន្ទាប់ពីហ្នឹងរយៈពេល10ឆ្នាំយើងបានធ្វើហើយយើងមាននៅបច្ចេកវិទ្យាសម្បូរបែបបន្ទាប់ពីបាន digital smart grid យើងនិយាយអំពី data driven តើយើងប្រើ data ស្អីខ្លះចេញពី digital smart grid ដែលយើងបានមានរួចហើយហ្នឹងអញ្ចឹង digital smart grid យើងមាន data បន្ទាប់មកយើងយក data ហ្នឹងយកមក break down ខ្ញុំហៅចំណុចទី1ថា optimize ខ្ញុំហៅចំណុចទី2ខ្ញុំហៅថាជា prediction និង planning ខ្ញុំហៅចំណុចទី3ខ្ញុំហៅថាជា concept ជា vision នៃ modern business transform ពី power utility ដែលធ្វើការងារបែប10ឆ្នាំមុនយើងនឹង move វាមកជាទៀតឲ្យទៅជា modern business benefit ជាងគេគឺ owner ក៏មានភាពងាយស្រួលជាងគេលើការងារហ្នឹងអញ្ចឹងជាចំណុចមួយដែលខ្ញុំនឹង express ខ្លាំងជាងគេអ្វីជា modern business នៅក្នុងវិស័យថាមពលយើងនេះ optimization ហេតុអីបានត្រូវមាន optimization data មានរួចហើយជំនួសបានហើយទៅលើ operation switch gear trip alarm ក្នុងកប៉ៅ alarm ក្នុងទូរស័ព្ទក្នុង computer បញ្ជាភ្ជាប់វិញបានជោគជ័យបញ្ជាភ្ជាប់បានអានទិន្នន័យស្វែងរកកំហុសតើកំហុសនៅកន្លែងណាដោះស្រាយធ្វើម៉េចឲ្យភ្លើងមានឡើងវិញអានេះគឺជា operation គឺជាជីវភាពរបស់អ្នកគ្រប់គ្រងភ្លើងអ្វីដែលយើងធ្វើបានគឺជួយទៅលើជីវភាពបានច្រើនដោះស្រាយធ្វើម៉េចក៏ដោយឲ្យមានស្ថិរភាពទៅលើការគ្រប់គ្រងថាមពលធ្វើឲ្យមាននិរន្តរភាពនៃការគ្រប់គ្រងថាមពលចា៎នេះអ្វីដែលយើងបានធ្វើកន្លងទៅឥឡូវនេះក្រោយពីយើងបានជួយវឹកហាត់ក៏ដោយឬក៏ដោះស្រាយបញ្ហា operation ហ្នឹងឲ្យទៅ digital ហើយយើងបានថែមនៅលទ្ធភាពនៃការទាញយក data មកធ្វើជា data driven ដែលនឹង benefit យ៉ាងច្រើនទៅកាន់ utility ខ្ញុំសូមលើកទី1តើតើនឹងការ optimization data optimization នឹងលាតត្រដាងអំពី equipment ឬក៏ non technical error នៅក្នុងប្រព័ន្ធ equipment ជួនកាល CT យើងខូចដោយយើងអត់ដឹងខ្លួន equipment error ជួនកាល
boosting យើងខូចដល់ដឹងខ្លួន low break fix ខូចដល់ខ្លួន transfer យើងខូច loss ច្រើនអត់ដល់ដឹងខ្លួនរឿងមួយចំនួនអត់អាច evaluation ដោយភ្នែកបានទេហើយក៏អត់អាច evaluation ដោយ spot check តាមរយៈយក clamp method ទៅគៀបឬក៏យក infrared បាញ់កម្ដៅទៅវាស់បានដែរអត់ទេត្រូវការ data ត្រូវការទិន្នន័យវែងធំយកមកវិភាគទើបយើងអាច detect បាននៅ abnormal situation abnormal data របស់វានឹងបានឥឡូវខ្ញុំលើកឧទាហរណ៍ថាជួនកាល CT នៅក្នុងរោងចក្រមួយដែលយើងផ្គត់ផ្គង់ភ្លើង MV ឲ្យគាត់កម្លាំងត្រង់សូ630 kVA ហើយយើងដាក់ CT ឲ្យគាត់ហើយយើងដាក់នៅកំឡុងពេលមក7ឆ្នាំមួយឆ្នាំនេះហើយយើងអត់ដឹងថាតើ accuracy របស់ CT ទាំង3ហ្នឹងតើល្អអត់ត្រូវអត់នៅដំណើរការប្រក្រតីអត់ error ឡើងឬក៏ error ចុះយើងអត់ដឹងទេត្រូវយើងអត់ដឹងទេតើធ្វើម៉េចដើម្បីអាចដឹងមកនឹងបានធ្វើម៉េចអាចដឹងថាឧបករណ៍នៅដំណើរការប្រក្រតីបាន CT VT transfer ខ្លួនឯង load break fix recloser ringman unit ខ្សែបណ្ដាញបរិក្ខារ resistor ផ្សេងនៅលើបណ្ដាញយើងទាំងស្រុងតើយើងអាច evaluate តាមវិធីណាអញ្ចឹងយើងត្រូវការ data រយៈពេលច្រើនហើយវែងយកមកវិភាគដែលយើងនិយាយ data ច្រើននឹងចូលចិត្តនិយាយថា big data តើតើមាន big data ឆ្លងកាត់ការគណនាច្រើនចូលគ្នាទើបយើងអាច tracking យើងអាច detect ទៅលើបញ្ហា abnormal នឹងបានហើយមួយទៀត non technical ជួនកាលជាការឆក់ល្វែងនៃការដាក់មេគុណនៃការដាក់អញ្ញត្តិផ្សេងនៅក្នុងប្រព័ន្ធនៃការគណនាជាពិសេសប្រព័ន្ធវិក័យប័ត្រព័ន្ធនេះហ្នឹងក៏អាចនាំឲ្យមានការlossលើអាជីវកម្មដែរតាមពិតបណ្ដាញអត់ loss ទេតែមក loss ទៅលើអាជីវកម្មវិញក៏មានដែរគេហៅថា non technical loss ឬក៏មួយទៀតតាក់ទងនឹងបទល្មើសធម្មពលផ្សេងមិនដឹងថាតើបងធ្លាប់ជួបជាមួយនឹងបទល្មើសការលួចភ្លើងលួចអីអត់ទេណាបច្ចេកវិទ្យាហ្នឹងក៏អាច detect ជួយយើងបានដែរបាទបន្តមកទៀតគឺ loss លើខ្សែបណ្ដាញតើទិន្នន័យអីខ្លះដែលអាចសរបញ្ជាក់អំពី loss លើខ្សែបណ្ដាញយើងបាននៅពេលដែលយើងមានទិន្នន័យពេញលេញយើងប្រហែលជាអាចទាញបាននៅ unbalancing នៃលំហូរចរន្តលើ feeder ក្តីលំហូរចរន្តនៅលើការចែកចាយតង់សម្ទាបក្តីគឺយើងមានទិន្នន័យហ្នឹងយើងអាច detect បាននៅលើ leakage ការ leakage ពីការដឹកជញ្ជូនភ្លើងតង់សុងមធ្យមឬក៏ការ leakage ការដឹកជញ្ជូនតង់សុងទាបក៏យើងអាចរកឃើញបានមួយចំនួនធំដែរ voltage drop តង់សុងមធ្យមផង drop តង់សុងទាបផង voltage drop ទទួល complaint ពីអ្នកប្រើប្រាស់ voltage drop នាំឲ្យការលក់ភ្លើងយើងមានការបាត់បង់ដូចគ្នាដែរខាតទាំងអស់គ្នាមួយទៀតតាក់ទងនឹង cost fee power factor ទិន្នន័យទិន្នផលធម្មពលក៏ជាចំណុចមួយដែលមានការព្រួយបារម្ភនឹងតាមដានដែរក៏វាជាការបង្ហាញអំពីការlossឬការបាត់បង់របស់អាជីវកម្មដែរទី3គឺ max capacity អានឹងបើយើងនិយាយភាសារូបវិទ្យាហៅ Paul Joule ការបាត់បង់លើកម្ដៅយើងបដ ாய் ឲ្យខ្សែយើងក្ដៅខ្លាំងlossយើងបដ ாய் ឲ្យត្រង់សូយើងក្ដៅខ្លាំងlossតើយើងធ្វើម៉េចដើម្បីកុំឲ្យត្រង់សូយើងក្ដៅខ្លាំងធ្វើម៉េចកុំឲ្យខ្សែបណ្ដាញយើងទាំងខ្សែតង់សុងមធ្យមឬក៏តែខ្សែតង់សុងទាបនឹងក្ដៅខ្លាំងធ្វើម៉េចឬក៏មួយទៀតគឺ ground system ច្រន់ ground កុំឲ្យវាធំពេកធ្វើម៉េចអញ្ចឹងឲ្យរឿងអស់នេះអត់អាចឲ្យក្រុមការងារដូចលើកឡើងឧទាហរណ៍មិញថាមាន 2000 cabin ហើយដាក់ក្រុមការងារចុះ inspect ចុះទៅ data gathering ធ្វើចេញទេដោយសារតែចំនួនច្រើនទីតាំងច្រើនមធ្យោបាយនោះពេលវេលាធ្វើអត់រួចទេអញ្ចឹងជំនួសវិញបានតែបច្ចេកវិទ្យាយើងត្រូវធ្វើយ៉ាងណាឲ្យប្រព័ន្ធ grid យើងឲ្យទៅជា digital ទើបយើងអាចមកឆ្លើយនឹងមន្ទិលនេះបានទាញយកដំណោះស្រាយពីបច្ចេកវិទ្យានឹងបានហើយមួយទៀតក្រៅពី optimize អញ្ចឹងមានថា optimize វាកើតចេញពី data ប្រវត្តិនៃ data ឃើញ data នឹងមានបញ្ហាសង្ឃឹមថាអនាគតនឹងប្រសើរឡើង optimize យើងឃើញថាបណ្ដាញយើង unbalance អានឹងរឿងហួសហើយតែធ្វើម៉េចកុំឲ្យអនាគតវាបន្ត unbalance ទៀតយើងឃើញថាត្រង់សូយើងក្តៅរឿងហួសហើយតែតទៅមុខទៀត optimize ធ្វើម៉េចកុំឲ្យត្រង់សូក្តៅកុំឲ្យចៅហ្វាកុំឲ្យអាសាភិកកុំឲ្យអានឹងសិតតែរឿងដែលយើងធ្វើកុំឲ្យ optimize ចំណុចទី2គឺ prediction និង planning អានឹងចំណែកមួយដែលថាព្រោះពីយើងដឹងបញ្ហាហើយយើងត្រូវធ្វើអីហ្នឹង prediction ពេលនេះយើងដឹងថាត្រង់សូយើងអាចនឹងឡើងបន្ទុកប្រមាណ maximum feeder យើងកំពុងតែហូរចរន្តប្រមាណតើវានឹងកើនឡើងរបៀបម៉េចត្រង់សូយើងនឹងក្តៅដែរឬអត់តង់សុងទាបយើងនឹងលើ capacity ដែរឬអត់នឹងសិត prediction ហើយ prediction បន្តិចទៀតទៅគឺកើតឡើងដោយ machine លេងត្រូវការមនុស្សមក predict ឲ្យឯងយើងគ្រាន់តែ input parameter ទៅស្ថានភាពហ្នឹងវាដូចលើកឧទាហរណ៍ងាយដូចស្ថានភាពអញ្ចឹង
weather បច្ចុប្បន្នយើងអាចដឹងថានៅម៉ោង1ថ្ងៃនឹងកម្ដៅប្រមាណល្ងាចនឹងកម្ដៅប្រមាណមានភ្លៀងដៅឬអត់សំណើមក្នុងបរិយាកាសប្រមាណខ្យល់លបឿនប្រមាណអានឹង prediction គេទីទុកមុនថានៅម៉ោង5ល្ងាចនឹងមិនរហូតដល់គេទីថាកម្ដៅនៅក្នុងខែឧសភានៅក្នុងខែមេសាយើងនឹងក្តៅដល់ប្រមាណអានឹងឲ្យ prediction ការទស្សន៍ទាយដោយបច្ចេកវិទ្យាប្រើប្រាស់ digital data ប្រើប្រាស់ parameter ប្រើប្រាស់ model នៃការ prediction ទស្សន៍ទាយអំពីការវិវត្តការកើនឡើងនៃបន្ទុកប្រើប្រាស់អាចប្រឈមនឹងអីខ្លះអត់យើងអាច prevent បានអីខ្លះបើថាឥឡូវយើងឃើញគេសង់ condo យើងគ្រាន់តែ apply ថា condo មួយហ្នឹងត្រូវការភ្លើងប្រហែលជា2000 kVA យើងយក2000 kVA ហ្នឹងយកមក simulate នៅក្នុងខ្សែបណ្ដាញយើងមកតើខ្សែបណ្ដាញយើងហ្នឹងអាចទប់ទល់បានដែរឬអត់ក្នុងកំឡុងពេល1ឆ្នាំឬក៏1ឆមាស6ខែនេះតើយើងអាចទស្សន៍ទាយបានអត់អាហ្នឹងអញ្ចឹងហើយវាទៅជាការ predict ដោយ machine learning ដោយប្រព័ន្ធបញ្ញាសិប្បនិម្មិតបានចំនួនហើយចុងក្រោយគឺការ transform business ឲ្យទៅជា modern business modern business ពេលនេះខ្ញុំលើកឲ្យងាយយល់ថាដូចយើងគ្រប់គ្រងម៉ាតមួយអញ្ចឹងគ្រប់គ្រងម៉ាតតាមពិតម៉ាតជាជីវកម្មមួយស្មុគស្មាញមានសម្ភារៈចេញចូលរាល់ថ្ងៃលក់ចេញលក់ចូលរាល់ថ្ងៃសម្ភារៈណាលក់ដាច់សម្ភារៈណាលក់មិនដាច់មួយថ្ងៃចេញបងប្រមាណស្មុគស្មាញតែគេធ្វើវាទៅជា digital បាត់ហើយ owner របស់ម៉ាតគាត់មិនដែលអង្គុយនៅ line counter គិតលុយទេដោយសារតែ transform បច្ចេកវិទ្យាជួយឲ្យ business មួយហ្នឹងទៅជា digital គាត់អាចដឹងថាទំនិញគាត់លក់ដាច់ជាងគេអីខ្លះនៅក្នុងខែហ្នឹងគាត់អាចដឹងថាតើគាត់ stock អីវ៉ាន់ប្រមាណ expire ប្រមាណគាត់ត្រូវធ្វើ discount របៀបម៉េចគាត់បិទបញ្ជីបានរាល់ថ្ងៃរាល់ម៉ោងរាល់ថ្ងៃរាល់ម៉ោងប្រព័ន្ធភ្លើងដូចគ្នាតាមពិតប្រព័ន្ធភ្លើងយើងងាយជាងប្រព័ន្ធជីវកម្មម៉ាត់ភ្លើងមានតែចូលអញ្ចឹងទេគ្រាន់បងខ្លះប្រភពចូលគាត់6 feeder 6គោលដៅដល់ពេលគាត់លក់ចេញអតិថិជនធំគាត់មាន40 ត្រង់ស្វូអតិថិជនលក់តង់សុងទៀបគាត់មាន7000ក្នុងផ្ទះអាហ្នឹងលក់ចេញហើយទិញចូលបើយើងគ្រប់គ្រងទិញចូលឲ្យបានហើយលក់ចេញឲ្យបានដូចអត់មានអីត្រូវភ័យទៀតទេព្រោះអត់មាន discount ទេតែបច្ចុប្បន្ននេះខ្ញុំថាការគ្រប់គ្រងអាជីវកម្មភ្លើងមានភាពងាយស្រួលអញ្ចឹងក៏ជា vision យើងមួយដែរយើងធ្វើម៉េចឲ្យការគ្រប់គ្រងភ្លើងជានាទីជាវិនាទីយើងអាចដឹងអំពីលំហូរថាមពលចេញហើយនឹងចូលយើងរហូតដល់អាចវាតម្លៃជាទិដ្ឋភាពអាជីវកម្មចំណូលគាត់ប្រហែលហើយគាត់កើនឡើងឬក៏ថយចុះនៅម៉ោងហ្នឹងនៅថ្ងៃហ្នឹងអាជីវកម្មគាត់កើនឡើងឬក៏ថយចុះគាត់លុះប្រហែលអ្នកបច្ចេកទេសគាត់ចង់ដឹងគាត់លុះប្រហែលនៅក្នុងថ្ងៃហ្នឹងគាត់បាត់ភ្លើងអស់ប្រហែល1000គីឡូប្រហែល10000គីឡូគាត់ចង់ដឹងហើយលុះហ្នឹងដោយសារអីក៏គាត់កាន់តែចង់ដឹងហើយធ្វើម៉េចដើម្បីកុំឲ្យលុះនឹងកើតឡើងកាន់តែចង់ដឹងទៀត